បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើខគោញ៉ាំខ្លួនឯងបងប្អូនបាទមិនសូវចេះទេមើល YouTube បដាធ្វើបដាបងប្អូនអើយបាទនេះមានគ្រឿងផ្សំដូចជាគល់សកៃដេងខ្ទឹមក្រហមខ្ទឹមសអញ្ចឹងទៅបាទខាងនេះគឺមានដូចជាឈើក្រអូបបាទប៉ោចកាក់សក្តិសោចបន្លែខ្ញុំដាក់នេះគឺការ៉ុតបាទនេះសាច់គោនេះប្រហែលជា2គីឡូបងប្អូនសាច់វាសាច់សរសៃអញ្ចឹងហើយសរសៃពិតប្រាកដនេះខ្ញុំពងស្ងោរងាស់វាឲ្យផុយបាទងាស់ចង់7-2ម៉ោងបាទចិត្តផុយចាំផុយយើងហាន់ដាក់តាមក្រោយបងប្អូនសរសៃគោបាទហើយផុយឆ្ងាញ់បាទឥឡូវយើងចាប់ផ្ដើមធ្វើបាទឥឡូវដំបូងនេះខ្ញុំលីងគ្រឿងឈើក្រអូបប៉ោចកាក់គល់សកៃបាទម្ដេងឲ្យវាមានក្លិនឈ្ងុយតិចទៅបាទឲ្យវែកទៅម្ដងហើយចាក់ប្រេងឆាចូលបន្តិចដើម្បីយើងកម្លោចខ្ទឹមបាទខ្ទឹមក្រហមខ្ទឹមសហ្នឹងលីងវាឲ្យវាឈ្ងុយបាទសិនទៅបងប្អូនបាទតបមកនេះខ្ញុំដាក់ម្ទេសឆាបាទនេះម្ទេសឆាគឺនេះសាតេនេះបងប្អូនហ្នឹងសាតេហ្នឹងម្ទេសឆាហ្នឹងបាទដូចតែគ្នាបាទដាក់វាលីងវាជាមួយនឹងខ្ទឹមឲ្យវាឈ្ងុយបាទបន្ទាប់មកខ្ញុំដាក់ស្ករបាទនៅនេះអត់មានស្ករនេះមានតែស្ករចឹងស្រៀងស្ករត្នោតយកមកបាទលីងកម្លោចវាទៅឲ្យវាខ្លោចឈ្ងុយឲ្យវាបាទយើងកម្ៅតិចទៅបងប្អូនដូចយើងខត្រីខអីចឹងបាទអញ្ចឹងបាទបន្ទាប់មកយើងកូរបញ្ចូលគ្នាទាំងគ្រឿងទាំងស្ករទាំងម្ទេសឆាហ្នឹងឲ្យចូលនេះហើយយើងដាក់គ្រឿងខគោបងប្អូនខ្ញុំទិញគ្រឿងខគោនៅផ្សារស៊ីមួយនៅក្បែរផ្ទះហ្នឹងបាទដាក់ឯមកកន្លហ្នឹងទៅមកទៅបងប្អូនគ្រឿងខគោស្រាប់បាទយើងមកកូរវាឲ្យចូលគ្នាឲ្យឈ្ងុយសិនណាបងប្អូនបន្ទាប់ពីយើងឈ្ងុយហើយសូមយើងដាក់សាច់ចូលបាទឈ្ងុយតាដាក់សាច់ចូលអូដាក់គុយសាយសិនសាច់គុយសាយដាក់ក៏បានដែរបងប្អូនអើយបាទឥឡូវដាក់សាច់ចូលបាទសាច់ច្រើនណាស់បងប្អូន2គីឡូដែរនេះញ៉ាំ2ថ្ងៃ3ថ្ងៃបងប្អូនអើយបាទយើងកូរឆាវាឲ្យវាចូលជាមួយនឹងទឹកស្ករកម្លោចស្ករអីគ្រឿងអីហ្នឹងទៅឲ្យចូលនេះសិនទៅបងប្អូនបាទបន្ទាប់ពីនឹងហើយខ្ញុំដាក់សរសៃមិញហ្នឹងកាត់ហើយដាក់សរសៃនឹងចូលមកដែរមកបាទសរសៃគោវាផុយឯងបងប្អូនងាស់វាមុននឹង2ម៉ោងហើយព្រោះខគោបានសរសៃហ្នឹងធ្វើជប់ឆ្ងាញ់បាទយើងទុកវាមកស្ទុះទៅឲ្យវាអស់ទឹកសិនណាបងប្អូនឥឡូវនេះខ្ញុំដាក់គ្រឿងខ្ញុំដាក់ទឹកពីប៉ោះបន្តិចបងប្អូនវាមិនសល់តែប៉ុណ្្នឹងដាក់បន្តិចប្រហែលជាមួយស្ពាបាយហើយពីងចងខ្ញុំដាក់ប្រហែលជា3ស្ពាបាយបងប្អូនព្រោះឆ្នាំងយើងធំដែរឲ្យនេះទឹកត្រីដាក់4ទៅដាក់សិនណាចាំដល់ពេលយើងភ្លក់មើលខ្វះខាតសុំថែមទៀតបងប្អូនហើយនេះអំបិលដាក់អំបិលបន្តិចឲ្យមានជាតិអំបិលបាទបន្ទាប់មកយើងកូរវាឲ្យវាចូលជាតិនេះសពគ្រប់បាទថែមទឹកស្អ៊ីវខាប់បន្តិចដើម្បីយកពណ៌ឲ្យកម្ៅបន្តិចបាទដុំស៊ុបខ្នុរដាក់2ដុំទៅខ្ញុំប្រើជំនួសប៊ីចេងបងប្អូនដាក់ប៊ីចេងក៏បានដាក់ដុំស៊ុបខ្នុរក៏បានដែរបាទដុំស៊ុបអីក៏ដែរដុំស៊ុបបាទយើងទុកវាមកស្ទុះសិនទៅកុំថែមទឹកបាទចាំ
យើងសាច់យើងឆ្អិនយើងគោកបន្តិចសុំថែមទឹកបងប្អូនឲ្យវាអស់ទឹកដើមមកវាជាប់សាច់មកនោះបាទសុំយើងថែមទឹកទៅនេះធ្វើញ៉ាំមកបងប្អូនអើយខ្ញុំថាអីថាវ៉ាន់បាទមិញតិចថតពេលចាក់ទឹកឥឡូវខ្ញុំចាក់ទឹកឲ្យទុកចោលពុះវាហើយបាទពុះហើយយូរដែរភ្លក់វាមើលសិនបាទអញ្ចឹងតបពីភ្លក់ហើយយើងដាក់ទឹកដោះគោខាប់បងប្អូនជំនួសស្ករមិញស្ករយើងមានគ្រាន់តែកម្លោចតែឥឡូវយើងដាក់ទឹកដោះគោខាប់ឲ្យផ្អែមឈ្ងុយដាក់4ស្ព្រាបាទចង់កន្លះកំប៉ុងហើយបងប្អូនតបមកយើងដាក់ការ៉ុតដើម្បីឲ្យវាមានជាតិបន្លែអញ្ចឹងបាទដាក់ការ៉ុតទៅតបពីដាក់ឲ្យយើងងាស់វា1ម៉ោងកន្លះម៉ោងអីទៀតបាទភ្លក់មុននឹងបន្តិចយើងសាបបន្តិចបងប្អូនអើយមិញហើយថែមទឹកត្រីវាបន្តិចចាយលើយើងភ្លក់ឯងបើថាសាបថែមសាបថែមប្រៃខ្វះផ្អែមថែមផ្អែមបាទអញ្ចឹងទៅទុកវាងាស់វាកិច្ចបើកភ្លើងតិចទេបងប្អូនឲ្យវាផុយសាច់បាទតពីងាស់មក1ម៉ោងមកមើលម្ដងទៀតភ្លក់វាមើលរសជាតិវាមិនដែរបាទខ្វះជាតិផ្អែមថែមដល់គូមកស្ព្រាទៀតនឹងគ្រប់គ្រាន់ហើយបងប្អូនសម្រាប់ខ្ញុំភ្លក់ទៅវាឆ្ងាញ់ហើយហៅកូនមកភ្លក់ដែរមើលកូនយករសាច់ទៀតហ្នឹងវាថាគេឆ្ងាញ់ហើយអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនរួចរាល់អាចដាក់កាទៀវក៏បាននំប៉័ងក៏បានមីក៏បាន